អរុនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូសូមចែករំលែកនៅមេរៀនថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងកម្មវិធី99ថ្ងៃខ្ញុំអាចនិយាយភាសាបារាំងបានប្រធានបទដែលលោកគ្រូលើកយកមកដើម្បីចែករំលែកដល់បងប្អូននៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងទីកន្លែងសក្ការៈរបស់សាសនាធំចំនួន4នៅក្នុងពិភពលោកបងប្អូនដឹងហើយថានៅក្នុងពិភពលោកយើងបាទប្រជាជនមានចំនួនច្រើនហើយប្រជាជនមានសេរីភាពក្នុងការជ្រើសរើសសាសនាដែលខ្លួនស្រឡាញ់ពេញចិត្តដើម្បីយកមកប្រតិបត្តិទូយ៉ាងដូចជានៅក្នុងប្រទេសកម្ពុជាយើងសាសនាដែលយើងគិតថាជាសាសនារបស់រដ្ឋសាសនាធំជាងគេនោះគឺបាទមានសាសនាព្រះពុទ្ធរបស់យើងស្ទើរតែពេញមួយផ្ទៃប្រទេសហើយដែលយើងប្រកាន់ឬក៏គោរពសាសនាព្រះពុទ្ធរបស់យើងមួយនេះបាទបន្តមកទៀតគឺយើងមានបងប្អូនអ៊ីស្លាមរបស់យើងខ្មែរអ៊ីស្លាមបាទលោកនឹងប្រតិបត្តិឬក៏ប្រកាន់យកនៅសាសនារបស់លោកគឺសាសនាអ៊ីស្លាមបាទឥឡូវយើងមើលទាំងអស់គ្នាសាសនាព្រះពុទ្ធជាភាសាបារាំងគេហៅថា Buddhisme បាទ Buddhisme មិនចឹងលោកគ្រូបញ្ជាក់ឡើងវិញ Buddhisme បាទអ៊ូប៊ូណាប៊ូនេះប៊ូបាទ Buddhisme បាទ3ព្យាង្គ Buddhisme សាសនាព្រះពុទ្ធអ្នកកាន់សាសនាព្រះពុទ្ធគឺយើងហៅថាអង្គឬក៏ une bouddhiste បើចឹងសាសនាយើងថាស្មឹហើយដល់ពេលអ្នកកាន់សាសនាហ្នឹងគឺស្ទើឧទាហរណ៍យើងនិយាយថា je suis bouddhiste ខ្ញុំជាអ្នកកាន់សាសនាព្រះពុទ្ធ je suis bouddhiste ស្ទើបាទចឹងស្មើនឹងមនុស្សបាទចង់និយាយថាគឺជាមនុស្សដែលកាន់សាសនាអីចឹងទៅដល់ពេលអាស្មឹនេះគឺចង់សំដៅទៅលើសាសនាយើងមានពាក្យមួយទៀតដែលបងប្អូនគួរកត់ចំណាំគឺ bouddhique ជាគុណនាមឧទាហរណ៍លោកគ្រូនិយាយថា un institut bouddhique វិទ្យាស្ថានបាទពុទ្ធបណ្ឌិតបាទនេះគឺតាក់ទងជាមួយនឹងវិទ្យាស្ថានដែលមានឯកសារពាក់ព័ន្ធជាមួយនឹងសាសនាព្រះពុទ្ធរបស់យើងអីចឹងណាបាទដើម្បីតម្កល់ទុកជាឯកសារសម្រាប់បងប្អូនទៅរៀនទៅស្រាវជ្រាវអីជាដើមបាទអញ្ចឹងទីកន្លែងដែលយើងទៅប្រតិបត្តិដែលយើងទៅគោរពសាសនានេះគឺយើងហៅថា pagoda p a pa g o go goda pagoda la pagoda អញ្ចឹងពាក្យ pagoda គឺជាវត្តអារាមបាទដែលជាទីកន្លែងសម្រាប់អ្នកដែលកាន់សាសនាព្រះពុទ្ធបាទលោកអញ្ជើញទៅរៀងរាល់ថ្ងៃសិលហ្នឹងដើម្បីប្រតិបត្តិដើម្បីគោរពបាទនៅសាសនានេះបាទដែលនៅក្នុង pagode នេះគឺមានles moines គឺមានបានន័យថាមានលោកសង្ឃបាទមានបុព្វជិតបាទហើយមានយាយជីមានតាអាចារ្យលក្ខនឹងលក្ខបាទក៏ប៉ុន្តែនៅក្នុងវត្តអារាមនៅកម្ពុជាយើងនេះបន្សល់ទុកតាំងពីលើកមុនតាំងពីយូរលង់ណាស់មកហើយគឺយើងមានជួនកាលបាទបងប្អូននិស្សិតដែលមានការលំបាកនៅក្នុងការរកកន្លែងស្នាក់នៅក៏យកទីវត្តអារាមនឹងជាទីស្នាក់នៅរបស់ខ្លួនដែរហើយព្រះពុទ្ធបាទន័យថាលោកសង្ឃលោកក៏មានក្តីអាណិតអាសូរបាទដល់បងប្អូនទាំងអស់ដែលគ្មានទីជម្រកគ្មានទីពឹងហ្នឹងក៏ផ្ដល់ទីកន្លែងស្នាក់អាស្រ័យសម្រាប់បងប្អូនទាំងអស់នោះដែរអញ្ចឹងត្រឡប់មកវិញលោកគ្រូបញ្ជាក់ឲ្យថាទីកន្លែងរបស់អ្នកកាន់សាសនាព្រះពុទ្ធបាទទៅគោរពបូជាទៅគោរពបាទរៀងរាល់ថ្ងៃសិលនោះគឺយើងហៅថា la pagoda យកចង្ហាន់ទៅប្រគិនព្រះសង្ឃទៅអីហ្នឹងនៅរៀងរាល់ថ្ងៃសិលហ្នឹងណាបាទ la pagoda យើងមើលសាសនាមួយទៀតដែលជាសាសនាគ្រឹះបាទយើងហៅថាគ្រឹះសាសនាណាបាទជាភាសាបារាំងយើងហៅថា
Christianisme បាទ Christianisme សាសនាបាទសាសនាគ្រឹះបាទសាសនាគ្រឹះបាទអ្នកកាន់សាសនាគ្រឹះគឺយើងហៅ Chrétien បាទ féminin chrétien បាទមនុស្សប្រុសគេថា un chrétien ដល់ពេល féminin une chrétienne បាទ chrétienne បាទឧទាហរណ៍យើងនិយាយថាវាមានគុណនាម chrétien ទៀតឧទាហរណ៍យើងនិយាយថា ce sont des politiciens chrétiens ce sont des politiciens chrétiens គឺអ្នកនយោបាយដែលប្រកាន់យកសាសនាគ្រឹះបាទមានសាសនាគ្រឹះមានសាសនាអ៊ីស្លាមឡាអីចឹងណាបាទអញ្ចឹងទីកន្លែងដែលជាទីសក្ការៈសម្រាប់សាសនាមួយនេះយើងឲ្យឈ្មោះជាភាសាបារាំងគេហៅថា Église អញ្ចឹងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធនៅរៀងរាល់ថ្ងៃសិលលោកអត់ទៅ Église ទេទៅ Pagode បាទពីព្រោះទីតាំងហើយទីកន្លែងហើយនឹងទម្រង់បាទក៏ដូចជាmode style របស់ទីសក្ការៈនោះគឺមិនដូចគ្នាទេខុសគ្នាទាំងអស់ទៅតាមជំនឿទៅតាមកតិបណ្ឌិតរបស់សាសនានីមួយអញ្ចឹងលោកគ្រូបញ្ជាក់ឡើងវិញសម្រាប់សាសនាគ្រឹះគឺគេហៅថា Église Église ឧទាហរណ៍ថាខ្ញុំថ្ងៃអាទិត្យនេះខ្ញុំទៅព្រះវិហារបាទ ce dimanche je vais à l'église ce dimanche je vais à l'église ចឹងបងប្អូនយល់ហើយបាទយើងបានសាសនាពីរហើយគឺព្រះពុទ្ធហើយនិងគ្រិស្តសាសនាយើងទៅមើលសាសនាមួយទៀតដែលលោកគ្រូបានបញ្ជាក់ជូនមិញគឺសាសនាអ៊ីស្លាមអញ្ចឹងសម្រាប់សាសនាអ៊ីស្លាមដែលប្រជាជននោះគេអាចនិយាយបានពីរយើងហៅនេះថា je suis islam ឬក៏ je suis musulman បាទ musulman បាទអញ្ចឹង musulman féminin musulmane បាទ les croyants prient 5 fois par jour បាទអ្នកប្រតិបត្តិសាសនានេះបាទ les croyants បាទនេះថាអ្នកជឿអ្នកប្រតិបត្តិសាសនានេះណាធ្វើការសូត្រធម៌ចំនួន5ដងក្នុងមួយថ្ងៃបាទនេះលោកគ្រូក៏មិនសូវជាយល់ច្បាស់ដែរអំពីគេថាការប្រតិបត្តិនៃការសូត្រធម៌5ដងក្នុងមួយថ្ងៃនេះបាទដើម្បីឧទ្ទិសដល់ស្អីនោះលោកគ្រូមិនសូវយល់ច្បាស់ដែរឥឡូវអ្វីដែលលោកគ្រូចង់បញ្យល់បងប្អូនដែលជាកម្មវត្ថុនៃការចែករំលែកវីដេអូថ្ងៃនេះគឺទីកន្លែងអញ្ចឹងសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមទីកន្លែងដែលគេទៅប្រារព្ធនោះគឺមិនមែន Pagode ហើយក៏មិនមែន Église ដែរគេមានឈ្មោះរបស់គេដែលជាភាសាបារាំងគេហៅថា La Mosquée បាទ La Mosquée ស្កបាទ mosque a ខាងចុងនេះគេអត់អានទេបងប្អូន mosque បាទអញ្ចឹងលោកគ្រូបញ្ជាក់ឡើងវិញគឺ mosque la mosquée កន្លែងសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមទៅគោរពបាទសាសនារបស់ខ្លួននៅពិធីបែបសាសនាបាទនៅក្នុងសាសនាអ៊ីស្លាមបាទបន្តទៀតគឺជាសាសនាចុងក្រោយដែលលោកគ្រូចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាបាទបងប្អូនស្គាល់ប្រទេសអ៊ីស្រាអែលបាទអញ្ចឹងប្រទេសអ៊ីស្រាអែលគេមានសាសនាមួយទៀតបាទតាមពិតទៅសាសនារបស់ជនជាតិអ៊ីស្រាអែលនេះគឺជាភាសាបារាំងគេហៅថា Judaïsme មានន័យថាគឺជាសាសនារបស់ជនជាតិអ៊ីស្រាអែលដែលគេប្រកាន់យកតាមពិតទៅគឺជាការបែកមេឃធាងមកពីសាសនាគ្រឹះនេះបើតាមលោកគ្រូយល់លោកគ្រូមានចំណេះដឹងពាក់ព័ន្ធនឹងតិចតួចទៅនឹងការបែកមេឃធាងនៃសាសនាគ្រឹះនេះបាទពីព្រោះយើងដឹងហើយទាំងអស់គ្នាបើសិនជាយើងគិតអំពីនិយមបាទន័យថាយើងដឹងទាំងអស់គ្នាថាសាសនាព្រះពុទ្ធយើងគឺមានមហាយានហើយនិងហិនយានបាទធំបាទចំនួន2
បាទហើយចំណែកសាសនាគ្រឹះនោះគេបែងចែកទៅជាប្រូតេស្តង់អុកតូដុកអីចឹងណាបាទវាមានអញ្ចឹងទៅហើយសាសនាយូអាឌីស្មិនគឺជាមេធាមួយរបស់សាសនាគ្រឹះដែរអញ្ចឹងសម្រាប់ជនជាតិយូវីសគឺគេមានសាសនារបស់គេបាទហើយទីកន្លែងសម្រាប់ទៅប្រារព្ធបាទនៅពិធីសាសនានេះដែលជនជាតិយូវីសតែងតែទៅប្រារព្ធនោះយើងហៅថា synagogue c n n a n a g g o g g g បាទគឺ synagogue អញ្ចឹងមិនមែន pagode មិនមែន église ហើយក៏មិនមែន mosque ដែរគឺ synagogue បាទនេះគឺជាពាក្យធំចំនួន4ដែលលោកគ្រូចង់ចែករំលែកឲ្យបងប្អូនចេះនៅថ្ងៃនេះអញ្ចឹងលោកគ្រូរំលឹកឡើងវិញទី1សាសនាព្រះពុទ្ធយើងហៅថា pagode វត្តណា pagode វត្តទី2សម្រាប់សាសនាគ្រឹះយើងហៅថាអីបាទសាសនាគ្រឹះគឺ église ចំណែកសាសនាអ៊ីស្លាមបាទសាសនាអ៊ីស្លាមគឺយើងហៅថា mosque អញ្ចឹងសម្រាប់សាសនា judaïsme យើងមានពាក្យមួយទៀតគឺ alors synagogue la synagogue បាទសូមអរគុណចំពោះការតាមដានរបស់បងប្អូនហើយលោកគ្រូគិតថានៅថ្ងៃនេះចំណេះដឹងថ្មីសម្រាប់បងប្អូនគឺមាន4ពាក្យហ្នឹងបាទសូមអរគុណសូមជម្រាបលាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត Au revoir à bientôt